ញ៉ាំអីក៏ដោយត្រូវគិតសិនមុននឹងញ៉ាំពេលយើងញ៉ាំនឹងសប្បាយចិត្តហើយមានអារម្មណ៍ល្អណាស់ប៉ុន្តែបងប្អូនអរគ្នាត្រូវដឹងថានៅពេលដែលយើងញ៉ាំចូលខ្លួនទៅណាដកកាឡូរីចេញវិញគឺមិនងាយទេបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំប្រៀបធៀបឲ្យបងប្អូនអរគ្នាដឹងអាហារដែលយើងញ៉ាំហើយនឹងការធ្វើលំហាត់ប្រាណប៉ុណ្ណាទើបយើងដកកាឡូរីដែលយើងញ៉ាំនឹងចេញបានខ្ញុំបើកវងកញ្ចក់បញ្យល់ជូនបងប្អូនអរគ្នាបន្តិចសិនមុននឹងខ្ញុំបង្ហាញអាហារដែលយើងញ៉ាំចូលទៅនឹងគិតជាកាឡូរីអញ្ចឹងរាងកាយរបស់យើងប្រើប្រាស់កាឡូរីនឹង3របៀបទី1ឧទាហរណ៍ថាយើងញ៉ាំ1000កាឡូរីចូលទៅក្រោយពេលយើងញ៉ាំហើយយើងធ្វើការឬក៏បញ្ចេញពលកម្មឬក៏ហាត់ប្រាណអស់1000កាឡូរីហ្នឹងទៅអានឹងយើងហៅថាការរក្សារូបរាងឲ្យនៅដដែលមានន័យថាអត់ឡើងគីឡូហើយអត់ស្រកគីឡូទេរបៀបទី2ឧទាហរណ៍ថាយើងញ៉ាំ1000កាឡូរីនឹងដដែលក្រោយពេលញ៉ាំហើយយើងអត់បានប្រើប្រាស់អស់1000កាឡូរីនឹងទេមានន័យថាយើងនៅស្ងៀមឬក៏អត់មានសកម្មភាពអត់មានការហាត់ប្រាណអត់មានពលកម្មអីទេករណីនេះគឺធ្វើឲ្យយើងឡើងគីឡូហើយរបៀបទី3ឧទាហរណ៍ថាយើងញ៉ាំ1000កាឡូរីនឹងដដែលហើយបន្ទាប់មករាងកាយរបស់យើងមានសកម្មភាពខ្លាំងហាត់ប្រាណខ្លាំងរាងកាយរបស់យើងប្រើប្រាស់កាឡូរីនឹងលើសពី1000នឹងទៀតឧទាហរណ៍ថា1500កាឡូរីអានឹងវាធ្វើឲ្យយើងស្រកគីឡូអញ្ចឹងបងប្អូនអរគ្នាមុននឹងញ៉ាំអីក៏ដោយត្រូវមើលកាឡូរីមែនតើតោះឥឡូវបងប្អូនអរគ្នាមកមើលអាហារដែលមនុស្សភាគច្រើនគាត់ញ៉ាំជាប្រចាំរាល់ថ្ងៃទី1បើយើងញ៉ាំទឹកក្រូចមួយកំប៉ុងវាស្មើនឹង200កាឡូរីបើយើងចង់ដុត200កាឡូរីនេះយើងត្រូវធ្វើលំហាត់ប្រាណ lunges នេះរយៈពេល54នាទីទី2ភេសជ្ជៈក្លុកផ្អែមមួយកែវវាស្មើនឹង780កាឡូរីអញ្ចឹងបើយើងចង់ដុត700កាឡូរីនេះយើងត្រូវលោតខ្សែអន្ទាក់រហូតដល់ទៅ72នាទីទី3បើយើងញ៉ាំនំខេកមួយជ្រុងវាស្មើនឹង710កាឡូរីអញ្ចឹងបើសិនយើងចង់ដើរដើម្បីដុត710កាឡូរីនេះគឺយើងត្រូវដើរបែបលឿនដើរបែបលឿនហ្នឹងរយៈពេល148នាទីនោះទី4បើញ៉ាំ burger មួយវាស្មើនឹង690កាឡូរីបើនៅផ្ទះបងប្អូនអរគ្នាមានម៉ាស៊ីន elliptical នេះហាត់បងប្អូនអរគ្នាត្រូវហាត់140នាទីទើបដុតអស់690កាឡូរីហ្នឹងទី5 pizza មួយជ្រុងវាស្មើនឹង626កាឡូរីអញ្ចឹងបើចង់ដុត626កាឡូរីនេះបងប្អូនអរគ្នាត្រូវឡើងចដារយៈពេល159នាទីទី6សម្រាប់ផ្លូវមាន់បំពងមួយវាស្មើនឹង444កាឡូរីអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ដុត444កាឡូរីនេះបងប្អូនអរគ្នាត្រូវហាត់ម៉ាស៊ីនធាក់កង់បែបនេះរយៈពេល65នាទីនឹងគ្រាន់តែផ្លូវមាន់បំពងមួយផងហើយទាំងខ្ញុំទាំងគេមិនមែនញ៉ាំម្ដងមួយណាទី7ចុងក្រោយគេនេះគឺដូណាត់មួយវាស្មើនឹង242កាឡូរីអញ្ចឹងបើចង់ដុត242កាឡូរីនេះបងប្អូនអរគ្នាត្រូវហាត់បែប crunches នេះរយៈពេល88នាទីនោះទាំង7មុខនេះគឺជាប្រភេទអាហារដែលមនុស្សភាគច្រើនគាត់ចូលចិត្តញ៉ាំវាជាប្រភេទភេសជ្ជៈប៉ែមៗនិងអាហារ fast food បងប្អូនអរគ្នាមើលវីដេអូនេះហើយប្រហែលជាលែងឆ្ងល់ហើយថាហេតុអីបានចេះតែឡើងគីឡូអញ្ចឹងទោះបីខ្លួនឯងញ៉ាំតិចក៏ដោយតែនៅតែឡើងគីឡូតែតិចមែនបងប្អូនអរគ្នាកុំភ្លេចមើលកាឡូរីអាហារមិនសំខាន់លើញ៉ាំតិចឬក៏ញ៉ាំច្រើនទេសំខាន់គេសង្កេតទៅលើកាឡូរីរបស់វាបើបងប្អូនអរគ្នារាល់ថ្ងៃមិនសូវជាមានសកម្មភាពឬក៏មិនសូវជាបានហាត់ប្រាណឬក៏មិនសូវជាបែកញើសអីទេបងប្អូនអរគ្នាកុំញ៉ាំច្រើនពេកញ៉ាំល្មមបានហើយតាក់ទងនឹងអាហារដែលញ៉ាំហ្នឹងព្យាយាមញ៉ាំបន្លែផ្លែឈើត្រីសាច់ឲ្យបានច្រើនទៅខ្ញុំណែនាំឲ្យបងប្អូនអរគ្នាញ៉ាំបន្លែបានច្រើនពីព្រោះញ៉ាំបន្លែឆាប់ឆ្អែតវាមានកាឡូរីទាបហើយមានប្រយោជន៍ច្រើនសម្រាប់សុខភាពនិងរូបរាងរបស់យើងបងប្អូនអរគ្នាសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតតាក់ទងនឹងសុខភាពនិងរូបរាងជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណច្រើន